បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាវិធីសាស្ត្រក្នុងការគ្រប់គ្រងក៏ដូចជាឃុំក្រងមេបាពូជរបស់បងប្អូនឲ្យវាឆាប់ចាប់គូក៏ដូចជាចាប់គូបានល្អផងដែរបងប្អូនណាបាទវិធីសាស្ត្រនេះបងប្អូនអាចធ្វើបានទៅលើការបង្កាត់បែបធម្មជាតិក៏បានបែបសុបនិមិត្តក៏បានដែរបងប្អូនណាបាទអាចពាក់កណ្ដាលរដូវឬក៏ចុងរដូវអីបងប្អូនអាចប្រើវិធីសាស្ត្រនេះបានណាសម្រាប់ដើមរដូវមិនអីទេបងប្អូនដោយសារតែដើមរដូវគឺវាឆាប់ងាយនឹងចាប់គូប៉ុន្តែពាក់កណ្ដាលរដូវឬក៏ចុងរដូវវារៀងពិបាកក្នុងការចាប់គូបន្តិចហើយពេលដែលវាចាប់គូម្ដងយើងសង្ឃឹមថាឲ្យមេបាពូជឈ្មោលហ្នឹងទៅចាប់មេបាពូជញីប្រសិនបើមេបាពូជឈ្មោលនិងមេបាពូជឈ្មោលចាប់គូគ្នាវាបងប្អូនធ្វើការចាប់បំបែកវានឹងមានអារម្មណ៍មួយថាលែងចង់ទៅអោបមេបាពូជញីហើយដោយសារតែចំណងរបស់វាហ្នឹងក៏វាអន់ថយទៅតាមរដូវកាលផងដែរបងប្អូនណាបាទអញ្ចឹងវិធីសាស្ត្រនេះបងប្អូនអាចយកទៅប្រើប្រាស់បានចំពោះរដូវកាលបង្កាត់នៅពាក់កណ្ដាលរដូវឬក៏ចុងរដូវបងប្អូនណាបាទហើយបងប្អូនធ្វើបែបនេះវាងាយស្រួលឆាប់នឹងចាប់គូហើយវាមិនសូវពិបាកពិនិត្យមើលទៅលើការបង្កាត់ទេបងប្អូនព្រោះដើមរដូវយើងធ្វើការបង្កាត់ត្រឹមតែកន្លះម៉ោងអីហ្នឹងគឺវាចាប់គូហើយសម្រាប់ពាក់កណ្ដាលរដូវឬក៏ចុងរដូវអាចចន្លោះពី2ម៉ោងឬក៏2ម៉ោងកន្លះអាចឡើងទៅដល់3ម៉ោងក៏មានដែរអញ្ចឹងបងប្អូនពិបាកក្នុងការមកពិនិត្យមើលថាមេបាពូជរបស់យើងហ្នឹងចាប់គូអស់រនៅហើយចាប់គូហ្នឹងគឺត្រឹមបានត្រឹមត្រូវអត់ឈ្មោលចាប់ញីឬក៏ឈ្មោលចាប់ឈ្មោលគ្នាវាអញ្ចឹងបងប្អូនត្រូវតែហត់នឿយបន្តិចក្នុងការមកចាប់មកពិនិត្យក៏ដូចជាចាប់បំបែកមេបាពូជឈ្មោលដែលវាធ្វើការអោបឈ្មោលគ្នាវាបងប្អូនណាបាទហើយអ្វីដែលខ្ញុំបានបញ្ជាក់នៅខាងដើមគឺវាមានការអន់ថយជាមួយនឹងការអោបរឹតក៏ដូចជាចំណងក្នុងការបន្តពូជផងដែរព្រោះវាជាពាក់កណ្ដាលរដូវហើយគឺរដូវវាគេហៅថាពាក់កណ្ដាលហើយបងប្អូនណាឬក៏ចុងហើយអញ្ចឹងវិធីសាស្ត្រដែលយើងធ្វើបែបនេះគឺវាទទួលបានលទ្ធផលល្អផងដែរបងប្អូនណាបាទអញ្ចឹងវិធីសាស្ត្រដែលគ្រប់គ្រងមេបាពូជពេលដែលយើងធ្វើការបង្កាន់មិនថាបែបធម្មជាតិឬក៏សិប្បនិមិត្តទេបងប្អូនអាចប្រើវិធីសាស្ត្រនេះបានបងប្អូនណាបាទហើយបងប្អូននៅឆ្ងល់ត្រង់ចំណុចណាមិនច្បាស់បងប្អូនអាចសាកសួរព័ត៌មានបន្ថែមទៀតបានព្រោះរាល់វីដេអូទាំងអស់គឺខ្ញុំលម្អិតអស់ហើយបងប្អូនណាខ្ញុំសង្ឃឹមទៀតថាបងប្អូនប្រកាសជាទទួលបាននៅចំណេះដឹងទាំងអស់នេះបាទអញ្ចឹងតម្លៃសិក្សាដែលបងប្អូនចូលមកសិក្សានៅក្នុងកសិដ្ឋានចិញ្ចឹមកែបសៀវមីងសៀនេះខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានលទ្ធផលល្អហើយយកទៅអភិវឌ្ឍខ្លួនរបស់បងប្អូននឹងឲ្យរីកចម្រើនទៅបានល្អផងដែរបងប្អូនណាបាទអញ្ចឹងបាទវីដេអូនេះមានតែប៉ុណ្ណឹងបាទមានចម្ងល់ត្រង់ចំណុចណាបងប្អូនអាចឆាតសាកសួរបន្ថែមទៀតបានបាទអរគុណជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ